សូមបងប្អូនគ្នាបាទចូលមកបត់ខេកចឹងណាបាទថ្ងៃនេះខ្ញុំចូលមករ៉ាតួreact តួអង្គក្នុងរឿង One Piece បាទក្នុង channel បងមនីចរណៃបាទវីដេអូបានបងមនីចរណៃឃើញខ្ញុំសុំទោសផងបានយកវីដេអូឡើងមកម្ដងហើយមិនខុសឆ្គងឡើយសុំខន្តីអភ័យទោសផងបាទឥឡូវចូលទៅមើលប្រហែលបាទជំរាបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញតាមដានរឿង One Piece បន្តទៀតវីដេអូថ្ងៃនេះយើងនឹងចាប់ផ្ដើមនិយាយអំពីប្រវត្តិរបស់ Oden គឺជាកូនប្រុសតែម្នាក់គត់របស់សូប្រចាំទីបានដែលមានឈ្មោះថា Kosuke Sukiyaki គាត់គឺជាក្មេងរឹងរូសពិបាកបណ្ដោយដែលប្រកបបញ្ហាតាំងពីតូចរហូតដល់ធំស្អីដែលគាត់ចង់ធ្វើគឺអ្វីដែលថ្មីអ្វីដែលប្លែកចម្លែកអារម្មណ៍អញ្ចឹងហើយទើបគាត់តែចង់ចេញពីទឹកដីវ៉ាណូដើម្បីទៅមើលពិភពលោកខាងក្រៅប៉ុន្តែដោយសារតែគាត់អត់ចេះវិធីធ្វើដំណើរតាមផ្លូវទឹកទោះបីជាគាត់ខំព្យាយាមជាច្រើនលើកច្រើនសារនៅតែបរាជ័យនៅអាយុ15ឆ្នាំអូដិនបានគម្រាមម្ចាស់ហើយដាក់ប្រមូលស្រីៗនៅក្នុងទីក្រុងទៅស៊ីផឹកស្វាយជុំគ្នានៅក្នុងព្រះវិហារវាគឺបាទអូដិននឹងវាខូចមែនណាអូប្រវត្តិស្រីទៅឯណាបាទបងប្អូនគួរដឹងកន្លែងបាទតោះយើងមើលតទៀតសមាជិកមិនមែនគាត់ទៅបខំគេទេព្រោះស្រីៗភាគច្រើនក៏ចូលចិត្តគាត់ដែរចំណែកពលប្រុសវិញខឹងជាមួយអូដិនខ្លាំងណាស់ក៏ប្រមូលគ្នាទៅបដៅគាត់ចេញតែគ្មានអ្នកណាវាយឈ្នះអូដិនទេសូម្បីតែល្អមហ៊ីយ៉ូដែលកាលនោះគាត់គឺជាមេបងធំយ៉ាគូសាក៏ធ្វើអីអូដិនណាវាយឈ្នះកំហូចអូដិនមកមើលតើលោកអ៊ំហ៊ីយ៉ូក៏វាយឈ្នះហ្នឹងបាទហើយតើណាគេវាយឈ្នះអត់បានដែរពេលអូដិនធ្វើដំណើរកាត់ក្រុងម្ដងគេនាំគ្នាយកក្រមុំហើយនឹងជ្រូកមាន់ទាយកទៅលាក់អស់ហើយនៅក្នុងពិធីបុណ្យសពមួយនៅពេលដែលគេកំពុងតែដុតសាកសពអូដិនបានយកឆ្នាំងស៊ុបទៅដាំហើយអង្គុយញ៉ាំនៅទីនោះធ្វើតែមិនដឹងតាមពិតមិនមែនមកពីគាត់អត់គ្រប់អ្នកស្លាប់ទេគឺដោយសារតែអ្នកស្លាប់ហ្នឹងជាមនុស្សដែលគាត់ធ្លាប់រាប់អានហើយគាត់ចង់ញ៉ាំអីម្ដងទៀតអូប្រូដល់នេះសុំបីតែគេស្លាប់ហើយបាទក៏នៅតែចង់ផឹកស៊ីជាមួយគេដែរបាទផឹកស៊ីជាលើកចុងក្រោយហ្នឹងណាពេលអ្នកស្លាប់ហ្នឹងជាលើកចុងក្រោយកាត់ទៅមើលគីណមុនបន្តិចកាលនោះក៏គឺជាអ្នកញៀនលបែងហើយតែទៅលួចរបស់ស៊ូរូដែលជាអ្នកធ្លាប់ស្គាល់គ្នាតាំងពីតូចជាញឹកញយក៏តែបង្កបញ្ហាឲ្យស៊ូរូជួយដោះស្រាយឲ្យមានថ្ងៃមួយមានគេចាប់បានកូនជ្រូកព្រៃប៉ោះសមួយគួយស្រឡាញ់ណាស់យកមកស៊ូរូមើលហើយប្រាប់ថាបើយកវាទៅលក់នៅក្នុងទីក្រុងគឺបានថ្លៃសម្បើមណាស់ដល់ពេលហ្នឹងគីណមុនបានស្ដាប់ឮហើយក្រោយមកគាត់ក៏ទៅស្ទាក់វាយគេប្លន់យកកូនជ្រូកព្រៃនោះមិនយូរប៉ុន្មានមេជ្រូកព្រៃបានតាមរកកូនរបស់វាហើយវាហិតក្លិនដឹងនរណាខ្លះបានប៉ះកូនរបស់វានឹងលេបចូលក្នុងពោះហើយនៅក្នុងចំណោមនោះក៏មានស៊ូរូម្នាក់ផងដែរបន្ទាប់មកមេជ្រូកព្រៃនោះបានរកកូនរបស់វាដែលពេលនេះនៅក្នុងដៃរបស់គីណមុនរហូតដល់ក្នុងទីក្រុងមេជ្រូកព្រៃនោះពិតជាធំណាស់ហើយត្រូវបានគេចាត់អាមេជ្រូកព្រៃនោះវាមិនព្រមខាំអាគីណមុនឲ្យងាប់ឯអាហ្នឹងទុកថាជាអរិយភ្នំហើយមានគ្រូសិលម្នាក់ទីឈុតណាស់ដឹងថាមេជ្រូកព្រៃនឹងកំពុងតែដើររកកូនរបស់វាបើមិនបញ្ញាបកុលកូនឲ្យវាវិញទេទីក្រុង Flower Capital ទាំងមូលនឹងត្រូវវាកំទេចចោលជាមិនខាននៅពេលនោះអូដិនបានទៅគ្រូនឹងអីគេគ្រូទីណាច្បាស់យ៉ាងហ្នឹងទេទាញកូនជ្រូកព្រៃចេញពីដៃរបស់ Kinemon តែ Kinemon អត់ឲ្យដោយសារតែគាត់នៅតែចង់លក់វាយកលុយបន្ទាប់មកមានគេមកប្រាប់ Kinemon ថាមេជ្រូកព្រៃនឹងបានលេបស៊ូរូបាត់ទៅហើយធ្វើឲ្យ Kinemon មានការរន្ធត់ចិត្តណាស់ក៏បញ្ញាទម្លាក់កូនជ្រូកព្រៃចោលហើយចេញទៅរកមេជ្រូកព្រៃដើម្បីជួយស៊ូរូគឺជាមិត្តភក្តិតាំងពីក្មេងរបស់គាត់ហើយតាំងពីដើមមកនាងជួយគាត់ច្រើនណាស់ជាពិសេសគឺរឿងសងអំណរជំនួសនឹងហ្មងទោះបីជាកន្លងមកនាងធ្លាប់វាយដំច្រំធាក់គាត់យ៉ាងណាក៏គាត់នៅតែចាត់ទុកនាងជាគ្រួសាររបស់គាត់បន្ទាប់មកនៅពេលដែល Kinemon បានជួបមេជ្រូកព្រៃនោះគាត់អត់មានគិតច្រើនទេក៏លោតអូ Kinemon តើមានរួចមកមេជ្រូកព្រៃទេចាំមើលដឹងថាប៉មួយទៀតមកហើយវាយគ្នាទៅ Kinemon តោះមើលតទៀតវាសង្ឃឹមថាអាចចាត់ការវាបានហើយវះពោះវាយកស៊ូរូចេញមកវិញប៉ុន្តែគួរស្ដាយវាជាគុណគាត់នៅខ្សោយបែរឆ្នាំមេជ្រូកព្រៃនោះទេKinemon នេះត្រូវមកច្បងមកបាយមកទៅលយប្រយបាទមើលតទៀតបន្តមកនៅពេលដែលអ្វីកំពុងតែអស់សង្ឃឹមស្រាប់តែអូដិនបានទៅដល់ប៉ុន្តែនៅពេលដែលឃើញអូដិនកាន់កូនជ្រូកព្រៃនៅដៃអញ្ចឹងប្រជាជននាំគ្នាម៉ៃថាគឺគាត់ជាអ្នកបង្កបញ្ហាហើយពួកគេមានការខឹងសម្បត្តិអ្នកភូមិនេះអូដិនខំជួយជាថាគ្នាដែរគ្នាពណ៌ស្មោះល្អសោះណាគ្នាខំជួយហ្នឹងតើយើងមើលទៀតជាមួយអូដិនយ៉ាងខ្លាំងទោះជាយ៉ាងណាក៏គាត់អត់ប្រកាន់ជាមួយប្រជាជនដែរហើយនៅពេលនេះគាត់ត្រូវចាត់ការមេជ្រូកព្រៃមួយចោលសិន Oden Two Sword Styleបងប្អូនមកឡើងតាមស្នៀតដាច់បាត់ប្រអើយលយមែនតែន He's really something. Let's back it up. បន្ទាប់ពីអូដិនបានកាត់ជ្រូកព្រៃនោះដាច់ជាពីរហើយពិតជាអភិនិហានណាស៊ូរូនិងអ្នកផ្សេងទៀតដែលជ្រូកព្រៃនោះបានលេបសិតតែបានរួចផុតពីសេចក្តីស្លាប់ពេលហ្នឹងKinemonពិតជាមានអារម្មណ៍រំភើបហើយអរគុណអូដិនយ៉ាងខ្លាំងដែលបានជួយស៊ូរូហើយគាត់ចង់ចេញទៅប្រកាសប្រាប់គេឯងថាវាជាកំហុសរបស់គាត់មិនមែនរបស់អូដិនទេប៉ុន្តែអូដិនបានខោកគាត់មកកញ្ញោហើយប្រាប់ថាកុំនិយាយរឿងដែលមិនចាំបាច់
បន្តមកទៀតស៊ូគីយ៉ាគីដែលជាប៉ារបស់អូដិនបានផ្ញើលិខិតមកច្បាប់មកគាត់ប្រាប់ថាកាត់ការគាត់ចោលហើយថែមទាំងបណ្ដេញគាត់ចេញពីក្រុងទៀតរឿងនេះមិនបានធ្វើឲ្យអូដិនកើតទុកទេផ្ទុយមកវិញគាត់បែរទៅជាសប្បាយចិត្តហើយដើរចេញពីក្រុងភ្លាមនៅថ្ងៃនោះមានមនុស្សពីរនាក់ដើរតាមគាត់ម្នាក់គឺខេនមុនម្នាក់ទៀតគឺដេនជីរ៉ូដែលជាហ្វេនរបស់គាត់យូរហើយក្រោយពីចេញពីក្រុងអូដិនបានទៅសុំស្នាក់នៅជាមួយនឹងយ៉ាស៊ូមួយរយៈកាលនោះយ៉ាស៊ូមានតំណែងជាដាយមីយ៉ូនៅតំបន់ហាគូម៉ៃហើយក៏ចាប់អារម្មណ៍ផងដែរថាអ្នកបម្រើរបស់គាត់ពូកែយកចិត្តណាស់សិតតែដេកត្រាំភក់ធ្វើជាឆ្នោតឲ្យអូដិនជន់កុំឲ្យប្រឡាក់ជើងហើយយ៉ាស៊ូប្រាប់ថាអ្នកបម្រើនឹងទៅជួលថ្មីឈ្មោះអូរ៉ូឈីមួយរយៈក្រោយមកអូដិនសម្រេចចិត្តធ្វើដំណើរទៅគ្រប់តំបន់នៅក្នុងទឹកដីវ៉ាណូហើយគ្រាន់តែអូដិនចេញទៅផុតកូនចៅរបស់យ៉ាស៊ូប្រាប់ថាបន្ទប់របស់អូដិនរើខ្ទេច không sao ô chi nữa là slap ô đến là pe này họ pe vẽ món nào bà pe việc bánh lên là bóng say nó cái tay pe đặt tất cả ឬខ្ទីអស់ហើយម្យ៉ាងវិញទៀតយ៉ាស៊ូក៏បានបាត់លុយមួយចំនួនទៀតនៅពេលនោះអូរ៉ូឈីបានប្រាប់ថាគាត់ឃើញអូដិនជាអ្នកយកលុយ miền nào cái ô chi đấy à nó một việc cái đang phải cháo đó nè cháo sắt à នោះដោយបន្តភ្នែកតែទោះជាយ៉ាងណាយ៉ាស៊ូមានការសង្ស័យទៅលើអូរ៉ូឈីជាងតាមតែមើលអូដិនមិនយូរប៉ុន្មានគាត់បានធ្វើដំណើរទៅដល់ទឹកដីរីងហ្គោនៅទីនោះមានក្មេងប្រុសពីរនាក់ដែលតែងខ្លួនធ្វើស្រីលេងភ្លេងហើយនឹងរាំសុំលុយគេម្នាក់បងមានឈ្មោះថាអ៊ីសូចំណែកម្នាក់ à mà nè bông nó bạc cái tay khuôn là nè bông có bạc cái tay khuôn làm tay nè bông bây giờ xây đôi xây rồi bà nào bông mang đôi xây tiêu rồi ô mình nhắm tay má nhắm tay đại ơi អូនគឺខីខូនៅថ្ងៃនោះពួកគេទាំងពីររកលុយអត់បានសោះអញ្ចឹងហើយក៏នាំគ្នាដើរតាមអូដិននៅពេលដែលក្រុមរបស់អូដិនជប់ញ៉ាំអីពួកគេក៏ចូលរួមញ៉ាំផងដែរអត់មានបានសុំការអនុញ្ញាតអីទេដល់ពេលឃើញពួកគេញ៉ាំបណ្ដាសប្បាយចិត្តដល់ហូតទឹកភ្នែកបណ្ដាអូដិនក៏មិនដាច់ចិត្តដេញពួកគេដែរនៅតំបន់គីប៊ីអាណូវិញមានចោរប្លន់សក់ខ្មោចហើយនឹងសក់មនុស្សយកទៅធ្វើជាជួបគូរូបដើម្បីលក់ចោរម្នាក់នោះគឺខានជូរ៉ូនៅយប់នោះគាត់ចង់ប្លន់ cháu nè xong bây sợ mọi sợ nữa cứ lùi đài bồi dồ tao mơ to តរបស់អូដិនតែត្រូវបានអូដិនវាយឡើងខ្ចប់ហើយបន្តមនុស្សគាត់ចាប់ផ្ដើមដើរតាមអូដិនពេលទៅដល់អូដិនរ៉ៃសូដែលជានិនចាម្នាក់នៅក្លានខូស៊ូគីក៏មកសុំអូដិនធ្វើជាអ្នកដើរតាមម្នាក់ផងដែរពេលទៅដល់គូរីអ្នកដើរតាមគាត់នាំគ្នាអង្គុយញ៉ាំស៊ុបជុំគ្នាលាន់តែបាត់អូដិនហើយពេលនិយាយចុះនិយាយឡើងពួកគេសង្ស័យថាអូដិនទៅធ្វើការតែម្នាក់ឯងអត់ហៅពួកគេទៅការងារសំខាន់ដែលអូដិនចង់ធ្វើនៅតំបន់គូរីគឺមកក្រាបចោលខ្លាំងម្នាក់ដែលមានឈ្មោះថាអាសូរ៉ាកាលពីមុនយើងស្គាល់ចោលម្នាក់នោះថាស៊ូថានម៉ារូប៉ុន្តែអាសូរ៉ាគឺជាឈ្មោះពិតប្រាកដរបស់គាត់ ô ăn sẵn ra này hòn nịa pro nịa yên chẳng ba nó ពេលដែលអូដិនបានឃើញក្រុមរបស់អាសារ៉ាអត់មាននិយាយច្រើនទេក៏សម្រុកចូលទៅតែម្ដង ôi mình có lòng ô đấn thế ô đấn cả nó khăn sừng ấy trong mong bón ơi tó thế យប់នោះអូដិនហើយនឹងអាសារ៉ាប្រយុទ្ធគ្នាពេលមួយយប់ទម្រាំតែក្រុមរបស់គីណាមុនទៅដល់អ្វីៗត្រូវបានបញ្ចប់អស់ទៅហើយលទ្ធផលគឺអូដិនជាអ្នកឈ្នះបន្តមកអូដិនបានបបួលអាសារ៉ាហើយនឹងក្រុមអ្នកដើរតាមគាត់ទាំងអស់ជួយកសាងតំបន់គូរីនឹងឡើងវិញហើយនៅក្រោមការដឹកនាំរបស់អូដិនមិនយូរប៉ុន្មានតំបន់គូរីបានប្រែក្លាយពីតំបន់ដែលគ្មានជាប់ទម្លាប់ទៅជាតំបន់ដ៏ស្រស់ត្រកាលគួរចង់រស់នៅគេឈ្មោះរបស់អូដិនចាប់ផ្ដើមល្បីសរសើរទូទាំងទឹកដីវ៉ាណូហើយក៏បានដឹងដល់ប៉ារបស់គាត់ផងដែរ នៅពេលនោះប៉ារបស់គាត់បានទទួលស្គាល់គាត់ជាកូនវិញហើយថែមទាំងបានតែងតាំងគាត់ធ្វើជាដាយមីយ៉ូគ្រប់គ្រងតំបន់គូរីកាលពីអូដិនធ្វើជាដាយមីយ៉ូនៅតំបន់គូរីនឹងប្រជាជនរស់នៅសម្បូរសប្បាយខ្លាំងណាស់ហើយមានអ្នករើផ្ទះទៅនៅទីនោះកាន់តែច្រើនទៅមានថ្ងៃមួយនៅឆ្នេរតំបន់គូរីប្រជាជនបានប្រទះឃើញសត្វចម្លែក3ក្បាលបានដែលតាមទឹកទៅនៅទីនោះពួកគេគឺខេតវ៉ៃ này cat viper năng dog storm này năng à bạn mới chưa thà anh em cha trong có con bò nào vẽ mồ nọ năng anh em cha trong con anh em cha đại tao mới biết dog storm ហើយនឹង Kawamatsu ហើយដោយសារតែមិនដឹងថាពួកគេជាស្អីជាជនមានការភ័យខ្លាចក៏នាំគ្នាដិតពួកគេទាំងរស់សំណាងណាស់ដែលពេលនោះអូដិនទៅចាប់ត្រីហើយបានឃើញពួកគេក៏ជួយពួកគេតាន់បន្ទាប់ពីបានឃើញ Cat Viper Dog Storm ហើយនឹង Kawamatsu អញ្ចឹងអូដិនដឹងថានៅពិភពខាងក្រៅមានរបស់ថ្មីច្រើនទៀតដែលគាត់មិនដែលបានឃើញបន្តមកក្រុមអ្នកដើរតាមអូដិនបានខិតខំហ្វឹកហាត់ក្បាច់គុណនិងរៀនចំណេះដឹងផ្សេងព្រោះពួកគេដឹងថាថ្ងៃអនាគតអូដិននឹងក្លាយទៅជាសូកានអញ្ចឹងពួកគេមិនអាចខ្សោយបានទេប្រហែលឆ្នាំក្រោយមកទៀតគឺ30ឆ្នាំមុនពេលបច្ចុប្បន្នមានទូរបស់ក្រុមចៅសមុទ្រវ៉ៃវៀតបានជួបឧបសគ្គហើយដែលទៅលើឆ្នេរពេលដឹងដំណឹងនឹងភ្លាមអូដិនសប្បាយចិត្តណាស់ក៏បញ្ញាប់រត់សម្ដៅទៅកាន់ឆ្នេរដើម្បីជួបក្រុមចៅសមុទ្រហើយគ្រាន់តែទៅដល់ភ្លាមអូដិនក៏លោតទៅសាកកម្លាំងជាមួយវ៉ៃវៀតផ្លែត ô đến năng khơi nhạc lắng đang trong xa mà nè ô bằng vai biển anh chọc á anh tự vai là vai biển đây vai biển lăng rồi to thế đó I'll teach you a thing or two, boy!
Lang mình làm sập bơi đặt tư mơ tổ nhưng mà tao nó không ăn lấy con Take me with you. quay biến thêm cái đập đây mà hai tụi con tay ơi mau Odin, two-sword style. mang Odin bắt kiếm tích mà hạ chẳng bắt đầu ការប្រយុទ្ធនៅលើនឹងអូនបានឈ្នះវាយបៀតទេប៉ុន្តែសំខាន់គាត់ចង់ឲ្យវាយបៀតដឹងថាគាត់ខ្លាំងគួរសមហើយព្រមទទួលគាត់ឡើងទូកជាមួយពេលនោះអូនថានឹងបានលុតជង្គង់សុំបបវាយបៀតថែមទៀតប៉ុន្តែវាយបៀតនៅតែមិនអនុញ្ញាតឲ្យគាត់ទៅជាមួយដដែលទោះបីយ៉ាងណាក៏អូននៅតែរកមនុស្សជួយទូកឲ្យវាយបៀតហើយខណៈពេលដែលទូកកំពុងតែជួក្រុមរបស់អូននិងក្រុមរបស់វាយបៀតបានរាប់អានគ្នាយ៉ាងស្និទ្ធស្នាលហើយនៅពេលនោះអូននៅតែសុំវាយបៀតទៅជាមួយប៉ុន្តែវាយបៀតប្រាប់ថាមនុស្សដូចអូននឹងមិនចេះធ្វើការនៅក្រោមគេនេះហើយជាមូលហេតុដែលវាយបៀតមិនអាចយកគាត់ចូលក្រុមបានណាមួយក្រុមរបស់ Kinemon បានដើរទៅដល់ហើយប្រាប់ថាការចាក់ចេញពីទឹកដីវ៉ាណូគឺជារឿងខុសច្បាប់អញ្ចឹងក្នុងនាម Odin ដែលជាដាយមីយ៉ូមិនគួរណាល្មើសច្បាប់មួយនឹងទេនិយាយរួច Kinemon ក៏ចាប់អូក Odin ត្រឡប់ទៅវិញទោះបីជា Odin ខំយំស្រែកដោយកូនក្មេងក៏គ្មាននរណាអាណិតគាត់ដែរពេលទៅដល់ប្រាសាទវិញ Kinemon បានឃុំ Odin នៅក្នុងបន្ទប់មួយកុំឲ្យគាត់ទៅរកវាយបៀតទៀតពីទឹកក្រោយមកពេលទូករបស់វាយបៀតជួសជុលរួចគឺដល់ពេលដែលក្រុមវាយបៀតត្រូវចេញដំណើរប៉ុន្តែគ្រាន់តែទូកចេញផុតពីច្រាំងបន្តិចស្រាប់តែ Odin វត្តច្បាក់ទៅតាក់ក្តោងទូកជាប់ដើម្បីតោងទៅជាមួយហើយក្នុងពេលនោះ đã nó một ca mẹ là kia ơi tay nơi đã không tay đi rồi ប៉ុន្តែអ៊ីសូក៏រត់មកតាមដើម្បីចាប់អូដិនទៅវិញពេលនោះវាយបៀតមើលដឹងថាអ៊ីសូអាចនឹងមានគ្រោះថ្នាក់បើសិនជាមិនជួយគាត់ទេចឹងហើយទៅវាយបៀតប្រើម៉ាកូចេញទៅជួយគាត់សម្រាប់អូដិនវិញវាយបៀតមើលដឹងថាគាត់អាចតោងជាប់មិនអីទេបន្ទាប់មកវាយបៀតបានប្រាប់អូដិនថាបើសិនជាគាត់តោងច្បាក់នឹងជាប់រយៈពេល3ថ្ងៃគាត់នឹងយល់ព្រមឲ្យអូដិនទៅជាមួយលឿនជាងអូដិនសប្បាយចិត្តបន្តិចព្រោះគាត់គិតថាអាចធ្វើបាន là cứ thôi chồng ấy bồi ngày đặt ra một ngọt ô đơn bát ha mà một ô đơn mơ lên vô rồi lần đôi bật bóng nung chiên ơi nung chạy chiên em tới có bá đôi nung y về bó đôi nụm bông về mót đôi sẽ hot dog từ tôi chơi lôi rồi tao mới to rồi តែមកសល់តែបន្តិចទៀតទេគ្រប់3ថ្ងៃហើយស្ភីរបស់អូដិននៅពេលនេះឡើងហើមើលលែងស្គាល់ដោយសារតែគាត់ផឹកទឹកច្រើនពេកហើយកូនចៅរបស់វាយបៀតទាំងអស់ដែលនៅលើទូកក៏នាំគ្នាជួយស្រែកលើទឹកចិត្តឲ្យគាត់ផងដែរនៅពេលនោះមិនដឹងអ្វីទេស្រាប់តែអូដិនរបូតដៃពីចង្វាក់បន្ទាប់មកស្រីរឿងបានកាត់ទៅមើលនៅលើកោមួយដែលនៅទីនោះស្រីស្អាតម្នាក់ឈ្មោះថូគីត្រូវបានក្រុមចោរសមុទ្រដេញតាមធ្វើបាបថូគីមិនសូវជាខ្លាចក្រុមចោរសមុទ្រនោះប្រហែលទេដោយសារតែនាងមានសមត្ថភាពអាចគេចខ្លួនទៅកាន់អនាគតកាលបាននៅពេលនោះនាងហៀបនឹងប្រើសមត្ថភាពពិសេសរបស់នាងទៅហើយស្រាប់តែមានអ្វីម្យ៉ាងយ៉ាងធំផុសឡើងពីក្រៅខ្នងរបស់នាងធ្វើឲ្យក្រុមចោរសមុទ្រខ្លាចរត់បាត់អស់ khảo bè ô đã nó miên lăng pan này nè តែប៉ុន្តែអ្វីម្យ៉ាងដែលធំនោះគឺអូដិនគាត់បានលើសំឡេងមនុស្សស្រីស្រែកឲ្យជួយទៅគាត់ប្រឡែងដៃពីច្បាក់មកជួយនាងកន្លែងទៅមើលក្រុមរបស់វាយបៀតវិញពួកគេគិតថាអូដិនលងទឹកស្លាប់បាត់ហើយពួកគេក៏មានការសោកស្ដាយចំពោះអូដិនខ្លាំងណាស់ដែរជាពិសេសគឺអ៊ីសូគាត់មិនត្រឹមតែសោកស្ដាយទេហើយថែមទាំងគុំជាមួយវាយបៀតថែមទៀតត្រឡប់ទៅមើលអូដិនវិញនៅយប់នោះថូគីបាននៅចាំជួយមើលថែគាត់មកយប់ទល់ភ្លឺបន្ទាប់មកពេលភ្លឺឡើងអូដិនសប្បាយចិត្តណាស់ពេលបានប៉ះទឹកដីថ្មីអញ្ចឹងគាត់សោកស្ដាយដែលមិនបានទៅជាមួយវាយបៀតប៉ុន្តែមិនអីទេឲ្យតែបានចេញពីទឹកដីវ៉ាណូគឺល្អពេកហើយសម្រាប់គាត់ចំណែកថូគីវិញពេលដឹងថាអូដិនមកពីវ៉ាណូនាងចាប់អារម្មណ៍ណាស់ព្រោះគោលដៅចុងក្រោយរបស់នាងគឺចង់ទៅទីនោះគឺជាទឹកដីកំណើតរបស់ប៉ាម៉ាក់នាងកាលពីជាង800ឆ្នាំមុននាងបានប៉ឹងអូដិនឲ្យជួយនាងទៅវ៉ាណូប៉ុន្តែមើលទៅដូចជាមិនសូវជាមានសង្ឃឹមទេបន្ទាប់មកក្រុមចោរសមុទ្រដែលរត់ទៅបាត់កាលពីម្សិលមិញបានហៅមេរបស់ពួកគេមកជួយតែពេលមកដល់ពួកគេអត់ឃើញមេសាយកាលពីម្សិលមិញសោះមិនដឹងថាបាត់ទៅណាទោះជាយ៉ាងណាពួកគេនៅតែទាមទារឲ្យថូគីទៅជាមួយពួកគេដល់ទៅពេលអញ្ចឹង ngà mê chào mực năng vậy mấy nào đến lòng đôi cặp bạn lại ăn miền đai sáng của vay ô đến cả đấy មេរបស់ក្រុមចោរសមុទ្រហើយនឹងអូដិនក៏បានប៉ះគ្នាមកប្រើប៉ុន្តែការប្រយុទ្ធគ្នាបានកាត់ឲ្យខ្លីដោយសារតែវាយបៀតបានមកដល់ក្រោយមកបន្ទាប់ពីបដៅមេរបស់ក្រុមចោរសមុទ្រម្នាក់នោះរួចហើយវាយបៀតបាននិយាយឌឺឲ្យអូដិនដែលលែងដៃពីចង្វាក់ដើម្បីជួយស្រីស្អាតហើយបន្ទាប់មកគាត់ក៏អនុញ្ញាតឲ្យអូដិននិងថូគីឡើងទូករបស់គាត់ធ្វើឲ្យអូដិនសប្បាយចិត្តយ៉ាងខ្លាំងនៅលើទូករបស់វាយបៀតក្រៅពីអ៊ីសូក៏មាន